បាទសូមអរគុណចំពោះសំណួរដែលបានលើកឡើងថាសក្តានុពលទេសចរកម្ពុជាដែលយើងបាននឹងកំពុងបង្ហាញទៅភ្ញៀវហ្នឹងគឺមានលក្ខណៈដដែលមិនមានអ្វីប្លែកបាទចំពោះចំណុចនេះខ្ញុំសូមជម្រាបជូនថាការលើកឡើងនេះគឺក្នុងមុំតែមួយជ្រុងតែប៉ុណ្ណោះបាទតាមពិតទៅក្រសួងទេសចរបាទក្រោមការចង្អុលទិសការផ្ដល់អនុសាសន៍ជាប់ជាប្រចាំពីរាជរដ្ឋាភិបាលយើងបាននឹងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងថ្នាក់អន្តរក្រសួងស្ថាប័នទាំងថ្នាក់ក្រោមជាតិជាមួយនឹងវិស័យឯកជនទាំងជាតិនិងអន្តរជាតិនៅក្នុងកិច្ចសហប្រតិបត្តិការជាអន្តរជាតិបាទជាមួយនឹងអង្គទូតជាមួយនឹងដៃគូអភិវឌ្ឍក៏ដូចជាជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅបរទេសក៏ដូចជាការកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដាញអ្នកសារព័ត៌មានអ្នកផលិតមាតិកា KOL influencer ក៏ដូចជាកិច្ចសហការពីគ្រប់គ្នាទាំងអស់ពីប្រជាពលរដ្ឋកម្ពុជាផ្ទាល់ក៏ដូចជាពីសំណាក់ជនបរទេសទាំងឡាយគឺយើងបាននឹងកំពុងកែច្នៃបាទផលិតផលទេសចរយើងនឹងឲ្យកាន់តែសម្បូរបែបដោយខ្ញុំចង់បញ្ជាក់អញ្ចឹងថាយើងមិនមែនមានសក្តានុពលទេសចររបស់យើងតែទៅលើរឿងបេតិកភណ្ឌទេសចរបេតិកភណ្ឌទេសចរវប្បធម៌ទេសចរធម្មជាតិប៉ុណ្ណោះទេប៉ុន្តែយើងមានការច្នៃប្រឌិតឲ្យទៅជាទេសចរបែបទំនើបផ្សេងទៀតដូចជាទេសចរធុរកិច្ចទេសចរសាសនាទេសចរកីឡាកសិទេសចរទេសចរ MICE Medical Tourism ទេសចរពាក់ព័ន្ធនឹងសុខភាពជាដើមគឺយើងបាននឹងកំពុងខិតខំធ្វើម៉េចកែច្នៃផលិតផលទេសចររបស់យើងបាទមិនមែនមានត្រឹមតែប្រាសាទអង្គរទេ Beyond បាទលើសពីអង្គរមិនមែនមានត្រឹមតែឆ្នេរទេលើសពីឆ្នេរមិនមែនមានត្រឹមតែតំបន់គេហៅថានិរដីទេគឺមិនមែនភូមិភាគឦសានទេគឺលើសពីភូមិភាគឦសានគឺយើងបាននឹងកំពុងខិតខំកែច្នៃធ្វើយ៉ាងម៉េចឲ្យទេសចររបស់យើងនឹងកាន់តែសម្បូរបែបតាមរយៈការច្នៃប្រឌិតថ្មីហើយគោរពបានយ៉ាងម៉ឺម៉ាត់តាមអភិក្រមទេសចរប្រកបដោយនិរន្តរភាពបរិយាបន្ននិងពាណិជ្ជកម្មកាន់តែមានភាពធន់